ភាគទី2ស្អែកឡើងពេលនេះតួប្រុសរបស់យើងកំពុងតែដេកគិតព្រោះថានៅពេលនេះគាត់បានប្រកួតសម្បត្តិអាពាហ៍ពិពាហ៍រួចទៅហើយអញ្ចឹងហើយមានន័យថាតួប្រុសរបស់យើងនិងតួស្រីនៅពេលនេះគឺខ្លាចជាប្តីប្រពន្ធនឹងគ្នាហើយនៅពេលនេះតួប្រុសរបស់យើងកំពុងតែដេកគិតតើតួស្រីរបស់យើងត្រូវមករស់នៅមួយគេនៅក្នុងផ្ទះល្វែងបែបនេះតើមែនទេពេលនោះផងដែរតួប្រុសរបស់យើងក៏បានសម័យនៅពេលដែលតួស្រីឲ្យតួប្រុសរបស់យើងហៅឈ្មោះរបស់នាងចូលជាមួយនឹងពាក្យមួយម៉ាត់ថាខ្ញុំជាប្រពន្ធរបស់អ្នកហើយខ្ញុំមានឈ្មោះថាស្ទូកាសាយហើយតួប្រុសរបស់យើងក៏បានសម័យជាមួយនឹងរឿងច្រើនទៀតមានដូចជានៅពេលដែលតួប្រុសរបស់យើងត្រូវឡានបុកស្រាប់តែពេលនោះតួស្រីរបស់យើងមកជួយតួប្រុសបន្ទាប់មកខ្ញុំក៏លងស្នេហ៍ជាមួយនឹងនាងហើយបន្ទាប់ទៀតមកខ្ញុំក៏បានស្នើសុំនាងឲ្យរៀបការជាមួយនឹងខ្ញុំមិនយូរប៉ុន្មានបន្ទាប់ពីរូបនាងបានចាក់ចេញទៅរូបនាងក៏បានលេចវត្តមានមកនៅចំពោះមុខខ្ញុំហើយពួកយើងទាំងពីរក៏ខ្លាចជាគូស្នេហ៍យ៉ាងចម្លែកមួយនៅពេលនោះមកថ្ងៃទី2នៅពេលនេះតួប្រុសរបស់យើងកំពុងតែគិតព្រោះថាតួប្រុសរបស់យើងមិនទាន់បានរៀបចំខ្លួនហើយនៅទេដើម្បីរស់នៅជាមួយនឹងតួស្រីហើយនៅពេលនោះតួប្រុសរបស់យើងក៏បានមើលទៅកាន់គ្រែរបស់គេជាមួយនឹងគ្រែយ៉ាងទូចរបស់គេនេះគឺมันអាចផ្ទុកជាមួយមនុស្ស2នាក់បាននោះទេអញ្ចឹងហើយតួប្រុសរបស់យើងនឹងត្រូវការគ្រែប្រវែង120សង់ទីម៉ែត្រដើម្បីផ្ទុកចំនួនមនុស្ស2នាក់នៅលើគ្រែនោះបានពេលនោះតួប្រុសរបស់យើងក៏បានដកទូរស័ព្ទរកមកទិញដែរប៉ុន្តែគេក៏គិតថាគឺវាមិនអាចទិញបាននោះទេដោយគិតច្រើនពេកតួប្រុសរបស់យើងក៏បានឡើងទៅលើគ្រែហើយក៏បាននិយាយថាជាមួយនឹងទទឹងចំនួន80សង់ទីម៉ែត្រវានឹងមិនអាចធ្វើឲ្យមនុស្ស2នាក់ដេកនៅលើគ្រែនេះបាននោះទេបើចង់ដេកនៅលើគ្រែនេះត្រូវតែមានក្បាច់ដេកនៅលើគ្រែមួយនេះមិនមែនចេះតែដេកធម្មតានោះទេហើយមើលក្បាច់របស់តួប្រុសមានទាំងក្បាច់កោយដៃផងក្បាច់ដេកកងផងតែនៅពេលដែលតួប្រុសរបស់យើងកំពុងតែដេកកងខ្នើយនោះពេលនោះតួប្រុសរបស់យើងក៏ឃើញថាតួស្រីរបស់យើងបានចូលមកដល់ក្នុងផ្ទះនេះមិនដឹងតាំងពីពេលណានោះទេគ្រាន់តែឃើញតួស្រីភ្លាមឃើញថាតួប្រុសរបស់យើងនៅពេលនេះគឺគាំងថ្មិញយកតែម្ដងនៅពេលនេះផងដែរតួប្រុសរបស់យើងក៏បានស្រែកឡើងរង្គើផ្ទះតែម្ដងតួប្រុសក៏បានសួរទៅកាន់តួស្រីហេតុអ្វីតួស្រីចូលមកមិនគួរទ្វារអញ្ចឹងនៅពេលនោះតួស្រីក៏បានតបវិញថានាងគឺបានគួរទ្វារហើយតែតួប្រុសរបស់យើងគឺមិនលឺនោះទេនៅពេលនោះតួប្រុសក៏បានសួរទៅកាន់តួស្រីតើតួស្រីមកទីនេះដើម្បីអ្វីហើយតួស្រីរបស់យើងក៏បានឆ្លើយវិញថាខ្ញុំមកទីនេះព្រោះថាខ្ញុំទៅមកពីផ្ទះដើម្បីយករបស់របរដើម្បីមករស់នៅទីនេះនៅពេលដែលតួប្រុសរបស់យើងបានឃើញរបស់របរទាំងអស់នេះហើយគាត់ក៏បានគិតថានៅពេលនេះគឺតួស្រីមិនអាចត្រឡប់ទៅផ្ទះវិញទេអញ្ចឹងហើយមានន័យថាតួស្រីនឹងចំណាយពេលមួយយប់ដើម្បីគេងនៅក្នុងផ្ទះជាមួយគាត់តើមែនទេគ្រាន់តែគិតឃើញភ្លាមឃើញថាតួប្រុសរបស់យើងគឺមុខក្រហមខ្លាំងមែនទែនទេខ្ញុំគឺត្រូវតែបញ្ជាក់នាងសិនហើយនៅពេលនោះតួប្រុសរបស់យើងក៏បាននិយាយទៅកាន់តួស្រីថាអញ្ចឹងមានន័យថាបន្ទាប់ពីតួស្រីរបស់យើងរៀបចំអ្វីៗរបស់នាងហើយអញ្ចឹងនាងនឹងខកជើងឬក៏យឺតពេលដើម្បីត្រឡប់ទៅផ្ទះវិញហើយមែនទេហើយតួស្រីរបស់យើងក៏បាននិយាយថាត្រូវហើយព្រមទាំងងារទៅមើលមេលកាហើយអាមេលកាគេនេះគឺថាតនិចឡើងស្មើគ្នាមិនដឹងថាម៉ោងម៉ាលពិតប្រាកដទេតែយើងក៏ខ្វល់ឥឡូវបន្តទៀតហើយសាច់រឿងរបស់យើងក៏បានកាត់មកពេលតួប្រុសរបស់យើងកំពុងតែឆុងកាហ្វេហើយតួប្រុសរបស់យើងក៏បានសួរទៅកាន់តួស្រីថានៅពេលអ្នកនាងមកខាងក្រៅយូរអញ្ចឹងហើយទៅផ្ទះយឺតអញ្ចឹងតើគ្មានអ្នកណាគេបារម្ភពីអ្នកនាងទេនៅពេលនោះតួស្រីរបស់យើងក៏បានឆ្លើយវិញថាខ្ញុំគឺមិនមានផ្ទះទៀតទេនៅពេលនេះតួប្រុសរបស់យើងបន្ទាប់ពីលឺហើយគឺថាមានភាពភ័យព្រួយមែនទែនឡើងតួប្រុសរបស់យើងគឺថាចាក់កាហ្វេលេងត្រូវកែវហើយតួប្រុសរបស់យើងក៏បាននិយាយថាអញ្ចឹងគឺមានន័យថាតួស្រីរបស់យើងគឺនឹងចំណាយពេលមួយយប់នៅផ្ទះមួយនេះតើមែនទេនៅពេលនោះផងដែរតួស្រីក៏បានឆ្លើយថាត្រូវហើយខ្ញុំមានបំណងថានឹងស្នាក់នៅទីនេះជារៀងរាល់ថ្ងៃគ្រាន់តែតួស្រីរបស់យើងបាននិយាយហើយតួប្រុសនៅពេលនេះគឺថាចាក់កាហ្វេឡើងហៀទៀតហើយដល់កមកតួប្រុសយើងហើយនៅពេលនោះតួប្រុសរបស់យើងក៏បាននិយាយថាជារៀងរាល់ថ្ងៃតួស្រីក៏បានងក់ក្បាលគឺត្រូវហើយខ្ញុំនឹងស្នាក់នៅទីនេះជារៀងរាល់ថ្ងៃប៉ុន្តែក្រែអ្នកមានតែមួយអញ្ចឹងខ្ញុំគឺមិនចង់នៅជាបន្ទុករបស់អ្នកនោះទេនៅពេលនោះតួប្រុសក៏បានចេញមកនិយាយថាវាមិនអីទេអ្នកគឺមិនមែនជាបន្ទុករបស់ខ្ញុំទេក្រែមួយនេះអ្នកអាចស្នាក់នៅបានខ្ញុំអាចដេកនៅលើឥដ្ឋបានវាមិនអីនោះទេហើយតួស្រីក៏បាននិយាយថាបើអ្នកធ្វើបែបនេះអ្នកនឹងធ្វើឲ្យខ្លួនឯងឈឺមិនខានទេខ្ញុំគិតថាខ្ញុំគឺនឹងចំណាយពេលមួយយប់នៅក្នុងសត្រាគារសិនគ្រាន់តែលើហើយតួប្រុសគឺថាអន់ចិត្តស្ដោកយកតែម្ដងហើយតួស្រីរបស់យើងក៏តែឃើញបែបនេះក៏បាននិយាយទៅកាន់តួប្រុសថាលោកគឺមិនបាច់ចាំបារម្ភពីខ្ញុំទេព្រោះថាខ្ញុំគឺជាប្រពន្ធរបស់អ្នកតើមែនទេអញ្ចឹងហើយខ្ញុំមិនទៅណានោះទេព្រោះថាខ្ញុំគឺជាប្រពន្ធរបស់អ្នកតួប្រុសរបស់យើងគ្រាន់តែលឺហើយគឺថារំភើបមែនតែម្ដងគឺថាបេះដូងឡើងអូយធ្លុះធ្លាយអស់ហើយ
នៅពេលនេះដល់មកតួប្រុសរបស់យើងសួរទៅកាន់តួស្រីហើយតើហេតុអ្វីនាងរៀបការជាមួយនឹងខ្ញុំតួស្រីរបស់យើងក៏បានឆ្លើយវិញថាសំណួរមួយនេះវាពិតជាឆោតល្ងងតើហេតុអ្វីលោករៀបការមួយនឹងខ្ញុំតួប្រុសរបស់យើងក៏លើហើយគឺថាគៀងហើយក៏អង្គុយចោលវិញក៏បាននិយាយថាមកពីខ្ញុំស្រឡាញ់នាងប្រកាសណាស់ចម្លើយរបស់ខ្ញុំក៏ដូចលោកដែរបើសិនជាលោកមិនដឹងទេប្រហែលជាមនុស្សដែលខ្ញុំស្រឡាញ់គឺពិតជាល្ងងខ្លាំងណាស់ហើយមើលទៅអញ្ចឹងហើយអ្នកឯងគិតមើលទៅខ្ញុំគឺមិនមែនទៅស្រឡាញ់មនុស្សដែលខ្ញុំមិនស្រឡាញ់នោះទេគ្រាន់តែលើហើយតួប្រុសរបស់យើងគឺហាមាត់ប៉ុណ្ណាណីហើយក៏បាននិយាយទៅកាន់តួស្រីថាតើតួស្រីរបស់យើងនឹងគឺស្រឡាញ់គាត់នៅពេលណាហើយតួស្រីរបស់យើងគឺមិនបានឆ្លើយនោះទេបានត្រឹមតែនិយាយថានេះគឺជាអាថ៌កំបាំងបន្ទាប់ពីតួស្រីនិយាយរួចហើយតួស្រីរបស់យើងក៏បាននិយាយបន្តទៀតថានៅពេលនេះខ្ញុំគឺត្រូវដល់ពេលវេលាដើម្បីទៅបន្ទប់គេងរបស់ខ្ញុំវិញហើយរាត្រីសួស្តីនៅពេលតួស្រីធ្វើដំណើរចាក់ចេញទៅតួប្រុសរបស់យើងបានត្រឹមតែមើលពីក្រោយហើយគិតនៅក្នុងចិត្តថានៅពេលដែលខ្ញុំមើលឃើញនាងចាក់ចេញទៅខ្ញុំពិតជាថប់អារម្មណ៍ខ្លាំងណាស់ដូចជាមានអារម្មណ៍ថាដូចបានបាត់បង់នាងមួយរំពេចអញ្ចឹងនៅពេលតួស្រីរបស់យើងកំពុងធ្វើដំណើរចេញទៅនាងក៏បានឮសំឡេងរបស់តួប្រុសរបស់យើងក៏បាននិយាយថាកុំចាក់ចេញបានទេខ្ញុំនឹងទិញពូកមួយទៀតដើម្បីឲ្យនាងស្នាក់នៅអញ្ចឹងហើយសូមនាងកុំចាក់ចេញពីខ្ញុំបានទេហើយនៅពេលនេះឃើញថាអ្នកទាំងពីរបានមកដល់កន្លែងទិញពូកហើយម៉ែសិតពូកហើយនៅពេលនេះយើងឃើញថាអ្នកទាំងពីរក៏បានមកទិញពូកដែលមានការបញ្ចុះតម្លៃ 50% ហើយតួប្រុសរបស់យើងមិនមែនចេះតែទិញណាសិតតែរកពូកណាដែលមានសលៃជាមួយនឹងរោមសត្វអាហ្នឹងវាធ្វើឲ្យពូកហ្នឹងទុនហើយវាដេកទៅមានភាពកក់ក្ដៅបន្ទាប់ពីឃើញតួស្រីរបស់យើងឈររើសពូកនឹងមានភាពស្រស់ស្អាតខ្លាំងពេកតួប្រុសរបស់យើងគឺថាទ្រាំមិនបានទេគឺថាចាប់ដៃគូនគេយកតែម្ដងដោយសារភ្លាមបែបនេះតួស្រីរបស់យើងរៀងកាំងដែរតែក៏ញញឹមវិញភ្លាមមួយរំពេចហើយក៏ដឹកដៃតួប្រុសរបស់យើងនឹងគឺដើរពេញកន្លែងពូកនឹងតែម្ដងហើយនៅពេលនេះពូកគេទាំងពីរក៏បានត្រឡប់មកដល់ផ្ទះវិញហើយគ្រាន់តែមកដល់ផ្ទះវិញភ្លាមតួស្រីរបស់យើងគឺថាសាកល្បងពូកនឹងភ្លាមតែម្ដងហើយមើលការសាកល្បងរបស់គេគឺថាស៊ីអារម្មណ៍ដល់កហើយអត់មានកាត់អីផ្ដេសផ្ដាសផាច់លោហើយតួស្រីរបស់យើងនឹងក៏ដូចចិត្តទៀតណែបងណែបងណែមកដេកក្បែរអូនមកនេះស៊ីអារម្មណ៍ដល់កអញហើយនៅពេលនេះគឺមានបញ្ហាមួយទៀតហើយតួស្រីរបស់យើងគឺថានាងគឺចង់មុជទឹកហើយនាងគឺមិនបានទិញរបស់របរនាងមកនោះទេតួប្រុសក៏លើហើយគឺថាគៀងយកតែម្ដងមិនអីទេប្រពន្ធសម្លាញ់ទុកឲ្យបងអ្នកដើរទៅទិញឲ្យអូនឯងនៅតែផ្ទះឲ្យបានសុខទៅចាំបងទៅទិញឲ្យគ្រាន់តែបានសម្បូរភ្លាមនៅពេលនេះតួស្រីរបស់យើងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីចូលទៅមុជទឹកបន្ទាប់ពីតួស្រីរបស់យើងបានមុជទឹករួចហើយនៅពេលនេះគឺថាសម្រស់របស់នាងគឺថាឡើងមួយរំពេចយកតែម្ដងហើយតួស្រីរបស់យើងគឺធ្វើអញ្ចឹងម្ដងឃើញថាតួប្រុសរបស់យើងនឹងគឺថាសឹងអាគៀងបេះដូងស្លាប់មួយរំពេចតែម្ដងហើយនៅពេលនេះតួប្រុសរបស់យើងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ម្ដងហើយតួស្រីក៏បាននិយាយទៅកាន់តួប្រុសថាហើយអ្វីក៏លោកមិនផ្លាស់ប្ដូរសម្លៀកបំពាក់នៅទីនេះហើយតួប្រុសរបស់យើងក៏លើហើយក៏បាននិយាយថាគឺមិនអាចនោះទេហើយតួស្រីក៏និយាយវិញថាហេតុអ្វីក៏មិនអាចតួប្រុសក៏បានឆ្លើយវិញថាព្រោះថាខ្ញុំនឹងគឺអៀននាងឲ្យខ្ញុំផ្លាស់មុខនាងមិនកើតហើយគាត់នឹងនិយាយហើយតួប្រុសរបស់យើងរត់ចូលក្នុងបន្ទប់ផ្លាស់ប្ដូរស្លៀកពាក់ឡើងលឿនហ្មងនិយាយទៅគឺថាភ័យណាគេលេងអីទៅណាចឹងនេះនៅពេលដែលតួប្រុសរបស់យើងបានចេញមកវិញឃើញថាតួស្រីរបស់យើងបានបួងសក់យ៉ាងស្អាតហ្មងហើយខ្ញុំនិយាយមែនសាច់រឿងនេះគឺនិយាយថាតួស្រីរបស់យើងគឺស្អាតមែនទែនមិនស្អាតធម្មតាគឺស្អាតខ្លាំងយកតែម្ដងហើយនៅពេលនេះពួកគេក៏បានបិទភ្លើងហើយដើម្បីត្រៀមនឹងចូលគេងនៅពេលបន្តិចទៀតហើយនៅពេលនេះយើងក៏បានឮសំឡេងរបស់តួស្រីបាននិយាយទៅកាន់តួប្រុសខ្ញុំពិតជាអរគុណអ្នកណាដែលអ្នកបានជួយខ្ញុំយ៉ាងច្រើននៅក្នុងថ្ងៃនេះហើយតួប្រុសរបស់យើងក៏បាននិយាយថាវាគឺមិនអីទេខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានធ្វើតាមសន្យារបស់ខ្ញុំជាមួយនឹងនាងហើយនៅពេលនោះតួស្រីរបស់យើងក៏បាននិយាយថាខ្ញុំយល់ហើយអរគុណច្រើនហើយក៏បានងាកមកហើយក៏បាននិយាយពាក្យថារាត្រីសួស្តីប្តីសំឡាញ់ហើយតួប្រុសរបស់យើងគាត់តែឃើញអញ្ចឹងព្រាមគឺថាបេះដូងនោះស្ទើរតែលោតចេញក្រៅយកតែម្ដងសាច់រឿងក៏បានកាត់មកនៅពេលដែលពួកគេកំពុងដេកនៅពេលនេះតួប្រុសរបស់យើងក៏បានឮសំឡេងមួយគឺថាតួស្រីរបស់យើងគឺដេកសមុខតែម្ដងហើយតួប្រុសក៏បានគិតថានៅពេលនេះតួស្រីរបស់យើងក៏បានដេកលួចយ៉ាងស្កប់ស្កល់ហើយមើលទៅហើយនៅពេលដែលតួប្រុសរបស់យើងងាកទៅមើលខាងតួស្រីឃើញថាតួស្រីនៅពេលនេះកំពុងតែដេកមើលបាត់ទៅហើយមើលតួស្រីរបស់យើងដេកគឺថាដល់កតែម្ដងខ្ញុំមិនដឹងថាបរិយាយ៉ាងម៉េចទេហើយឃើញបែបនេះតួប្រុសរបស់យើងក៏បានចុះពីលើគ្រែដើម្បីយកភួយសរុបឲ្យទៅកាន់តួស្រីរបស់យើងវិញហើយតួប្រុសរបស់យើងនេះពិតជាខូចខ្លាំងមែនទែនដោយឃើញតួស្រីរបស់យើងដេកលក់បែបនេះក៏ឆ្លៀតឱកាសចង់ថាបកូនស្រីគេ
នៅពេលដែលតួប្រុសរបស់យើងរៀបនឹងថាផ្ដល់ហើយគេក៏សម្រេចចិត្តថាមិនថាវិញព្រោះថាមិនចង់រំខានតួស្រីនៅពេលដេកនៅពេលដែលតួប្រុសរបស់យើងកំពុងអង្គុយគិតសុកឃើញថាតួស្រីរបស់យើងបានងើបមកឡើងឆ្ងល់តែម្ដងហើយយើងឃើញថាតួស្រីរបស់យើងងើបគឺមិនបើកភ្នែកនោះទេអញ្ចឹងហើយអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាតួស្រីរបស់យើងគឺមិនមើលនោះទេហើយនៅពេលនោះយើងក៏ឃើញថាតួស្រីរបស់យើងបានងើបដើរទៅផ្ទះបាយដោយឃើញម៉ែនេះតួប្រុសរបស់យើងក៏បានឆ្ងល់តើតួស្រីរបស់យើងទៅផ្ទះបាយដើម្បីអ្វីហើយអ្នកទាំងអស់គ្នាក៏ឆ្ងល់នេះគឺជាទង្វើរបស់តួស្រីគឺគាត់ឃ្លានទឹកអញ្ចឹងហើយគឺមកមើលមកផឹកទឹកតែម្ដងបន្ទាប់ពីតួស្រីរបស់យើងមកពីកន្លែងផឹកទឹកវិញតួស្រីរបស់យើងក៏បានមកឈរនៅក្រៅខ្នងរបស់តួប្រុសហើយតួប្រុសរបស់យើងពិតជាភ័យខ្លាំងមែនទែនឆ្ងល់តើហេតុអ្វីតួស្រីមកឈរនៅក្រៅខ្នងគេបែបនេះហើយតួស្រីរបស់យើងមកឈរនៅក្រៅខ្នងនោះគឺគ្មានធ្វើអ្វីនោះទេគឺមកយកភួយរបស់តួប្រុសទៅសម្លាប់តែប៉ុណ្ណោះនៅពេលអាចារ្យតួស្រីយកភួយបានអញ្ចឹងធ្វើឲ្យតួប្រុសរបស់យើងនឹងគឺពិតជាល្ងាខ្លាំងមែនទែនពិតជាអាណិតទៅកាន់តួប្រុសរបស់យើងខ្លាំងណាស់បន្ទាប់មកថ្ងៃក៏បានភ្លឺឡើងនៅពេលនេះយើងឃើញថាតួស្រីរបស់យើងកំពុងតែធ្វើមុខគាំងហើយមិនយូរប៉ុន្មាននាងក៏បានយកដៃស្ទាបក្បាលខ្លួនឯងហើយក៏បានគិតថាអូសក់យប់មិញដែលខ្ញុំបានចងវាបានរវល់ហើយមែនទេហើយចុះហេតុអ្វីក៏ខ្ញុំមានភួយមួយទៀតអញ្ចឹងហើយតួប្រុសរបស់យើងកំពុងតែដេកញ៉ាំគេនោះឃើញថាតួស្រីរបស់យើងរៀបនឹងដោះលាវអាវហើយធ្វើឲ្យតួប្រុសរបស់យើងនឹងគឺភ្ញាក់ខ្លាំងមែនទែនហើយតួប្រុសក៏បានស្រែកតែតួស្រីរបស់យើងនឹងកំពុងតែធ្វើអ្វីហើយតួស្រីរបស់យើងក៏បានងាកមកព្រមទាំងទាញអាវយកមកបិទទ្រូងវិញហើយនិយាយថាអូខ្ញុំសុំទោសខ្ញុំភ្លេចថាខ្លួនឯងដេកនៅក្នុងផ្ទះលោកហើយតួប្រុសរបស់យើងក៏លើហើយគឺថាចង់ដាច់ផ្ងាយកតែម្ដងហើយសាច់រឿងរបស់យើងក៏បានកាត់មកពេលតួប្រុសរបស់យើងកំពុងផ្លាស់អាវហើយតួប្រុសរបស់យើងក៏បានសម័យឃើញនៅពេលតួស្រីរបស់យើងបានបង្ហាញសាច់នៅពេលផឹកមិញធ្វើឲ្យតួប្រុសរបស់យើងនឹងគឺពិតជាអៀនខ្លាំងមែនទែនហើយនៅពេលតួប្រុសរបស់យើងបានចេញមកក្រៅឃើញថាតួស្រីរបស់យើងបានពាក់ជាមធ្វើម្ហូបហើយអាហ្នឹងមិនដឹងជាជាមដឹងអីខ្ញុំដូចអត់សូវស្គាល់ដែរប៉ុន្តែខ្ញុំចង់និយាយថាតួស្រីពេលពាក់ឲ្យមកខ្ជូតមែនតើហើយនៅពេលនោះតួស្រីរបស់យើងក៏បានសួរទៅកាន់តួប្រុសតើលោកហៅខ្ញុំថាស៊ូកាសាច័ន្ទទេហើយតួប្រុសរបស់យើងពិតជាអៀនមែនទែនតួប្រុសបាននិយាយថាគាត់នឹងហៅតែមូលហេតុអ្វីបានឲ្យគាត់ហៅអញ្ចឹងហើយតួស្រីក៏បាននិយាយថានៅពេលដែលតួប្រុសរបស់យើងហៅអញ្ចឹងទៅធ្វើឲ្យនាងនឹងដូចជាកូនក្មេងអញ្ចឹងហើយតួប្រុសរបស់យើងក៏តែលើបែបនេះហើយពិតជាអៀនខ្លាំងមែនទែនកំពុងតែអៀនសុកតួស្រីក៏បានឆ្អល់មុខហើយក៏បាននិយាយថានៅពេលនេះលោកគឺជារបស់ខ្ញុំហើយតួប្រុសរបស់យើងក៏បានឆ្លើយថាខ្ញុំគឺយល់ហើយខ្ញុំនឹងហៅអ្នកថាស្ទូកាសាច័ន្ទហើយតួស្រីរបស់យើងគ្រាន់តែលើហើយធ្វើឲ្យនាងនឹងគឺពិតជាអៀនខ្លាំងមែនទែនឬtranslate នេះលេងមែនទែនណាមិញតួស្រីសួរតួប្រុសហៅនាងស៊ូកាសាច័ន្ទទេពេលឥឡូវថាហេតុអ្វីតួប្រុសហៅតួស្រីអញ្ចឹងហើយតាតាមតាណាតាហើយតួប្រុសក៏បាននិយាយថាមូលហេតុដែលគាត់ហៅអញ្ចឹងមើលទៅធ្វើឲ្យតួស្រីរបស់យើងនឹងក្មេងវ័យហើយមានភាពគួរឲ្យស្រឡាញ់និយាយទៅគឺថាចេញមកមានភាពរ៉ូមែនទិកតែម្ដងហើយតួស្រីរបស់យើងក៏បាននិយាយថាបើសិនជាអ្វីដែលលោកចង់បានគឺបែបនោះអញ្ចឹងខ្ញុំនឹងឲ្យលោកហៅវាបន្តទៀតហើយតួប្រុសរបស់យើងក៏បានសួរតើតួស្រីមិនស៊ាំជាមួយនឹងពាក្យនឹងទេមែនទេហើយតួស្រីក៏បាននិយាយថាវាគឺមិនទាន់ស៊ាំទេប៉ុន្តែនេះគឺចំណាយពេលវេលាមិនតិចបន្តួចទៀតដើម្បីឲ្យវាស៊ាំហើយតួប្រុសរបស់យើងក៏បាននិយាយថាត្រូវហើយពួកយើងគឺត្រូវការពេលវេលាមួយចំនួនដើម្បីឲ្យវាស៊ាំជាមួយនឹងពាក្យទាំងអស់នេះត្រូវអត់ស្ទូកាសាច័ន្ទហើយតួស្រីក៏ទៅលើហើយគឺថាឡើងអៀនហ្មងហើយយើងមើលអ្នកទាំងពីរនេះគឺស្វីប៉ុណ្ណឹងបានហើយសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់